អស្ដាឬយើងហៅថាសញ្ញាអស្ដាបាទអញ្ចឹងអស្ដាគឺមានរាងដូចលេខ8ដូចលេខ8ខ្មែរយើងហ្នឹងអាហ្នឹងគេហៅថាអស្ដាបាទអញ្ចឹងអស្ដាវាជាវណ្ណយុត្តអញ្ចឹងវណ្ណយុត្តនេះគឺមានទ្រង់ទ្រាយជាលេខ8ប៉ុន្តែបង្រួមឲ្យតូចដើម្បីងាយយកមកដាក់លើព្យញ្ជនៈអក្សរកនិងព្យញ្ជនៈអក្សរដអក្សរហនិងអក្សរណដែលជានិបាតស័ព្ទឧទាហរណ៍ខ្ញុំក៏ទៅអ្នកក៏ទៅទោះបីយ៉ាងណាក៏ដោយក្រៅពីនេះគេប្រើលេខអស្ដាបាទណាអស្ដាគឺលេខ8ហ្នឹងសម្រាប់ដាក់លើពាក្យឧទានស័ព្ទខ្លះជាពាក្យភ្ញាក់ស្ងើចរំភើបអោណោនោះណោបាទអញ្ចឹងអស្ដាឬយើងហៅថាសញ្ញាអស្ដាក្នុងមេរៀនហ្នឹងគឺមានតែប៉ុណ្្នឹងនេះក្នុងវីដេអូហ្នឹងបាទហើយអរគុណសម្រាប់ការទស្សនាវីដេអូមេរៀននេះតាំងពីដើមរហូតដល់ចប់បាទសូមអរគុណ